សេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិផ្អែកលើស្ថានភាពតានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជានិងថៃអ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមណែនាំពលរដ្ឋខ្មែរជៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុតទន្ទឹមនឹងនេះសូមបងប្អូនពលរដ្ឋនិងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃមានការប្រុងប្រយ័ត្នខ្ពស់យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឲ្យបានជាប់លាប់និងជៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានាដូចជាការប្រមូលផ្ដុំធ្វើបាតកម្មគ្រប់ប្រភេទក្នុងករណីបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរគ្រប់ប្រភេទមានតម្រូវការជំនួយបន្ទាន់សូមតាក់ទងស្ថានទូតឬស្ថានអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃតាមរយៈលេខទូរស័ព្ទខាងក្រោម 1. ស្ថានទូតកម្ពុជានៅទីក្រុងបាងកកផ្នែកកុងស៊ុលលេខ02 957 5851និងលេខ092 805 0561ផ្នែកអនុពន្ធការងារលេខ083 545 7788និងលេខ092 299 0133 2. ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវផ្នែកកុងស៊ុលលេខ062 089 8918ផ្នែកអនុពន្ធការងារលេខ080 810 5505រាជធានីភ្នំពេញថ្ងៃទី22ខែមិថុនាឆ្នាំ2025